សួស្តីអ្នកនាងថ្ងៃនេះខ្ញុំមានកម្មវិធីថ្មីចែករំលែកមួយទៀតហើយគឺកម្មវិធីចាក់ដំឡើង reaction លើ story អ្នកនាងអញ្ចឹងពេលអ្នកនាង post story អញ្ចឹងណាចង់បានបេះដូងច្រើន react ផ្សេងច្រើនអញ្ចឹងអ្នកនាងអាចធ្វើតាមវិធីខ្ញុំបន្តិចទៀតនេះបានគឺអាចចាក់បានតាមចិត្តទាំង like រូបសាយរូបយំរូបបេះដូងទីទៅឡើង reaction មានបានវាឲ្យប៉ុណ្ណឹងណាគ្នាគឺកម្មវិធីនឹងអមតែជាងកំងបានហើយបានហ្នឹងអញ្ចឹងតើអ្នកគ្នាកុំឲ្យខាត់ពេលយូរអ្នកគ្នាមករៀនប្រើកម្មវិធីនឹងខ្ញុំជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងពេលអ្នកគ្នាចូលកម្មវិធីនឹងហើយអ្នកគ្នាត្រូវមើលនេះពាក្យអក្សរអង់គ្លេសនេះអញ្ចឹងពេលអ្នកគ្នាមើលអក្សរអង់គ្លេសហើយនេះចុចកន្លោមនោះមកចុចចូលក្នុងកន្លោមនោះមកពេលអ្នកគ្នាចុចចូលកន្លោមនោះហើយអ្នកគ្នាscroll យកពាក្យថា Facebook story reaction នេះគ្នាចឹងនេះគឺវាមានពីរហ្នឹងគឺ Facebook story reaction វាមានពីរហ្នឹងអានេះចម្រោះអានេះយើងចង់បានអត់ចម្រោះអញ្ចឹងឧទាហរណ៍នេះខ្ញុំឧទាហរណ៍ថាយកលើឲ្យខ្ញុំមើលសិនអញ្ចឹងចុចឲ្យលើហ្នឹងមកពេលនេះចុចឲ្យលើហ្នឹងហើយចុចពាក្យ42អញ្ចឹងពាក្យចុច42ហើយចុច store លើកន្លោនោះមកចឹងអ្នកគ្នាឃើញនេះសេវាកម្មវាអញ្ចឹងវាមានទាំងអស់ហើយអ្នកគ្នាចង់បានមួយណាចង់បានដៃសុតឬបេះដូងហើយអារូបនេះរូបវ៉ាវរូបសើចរូបយងរូបខឹងអញ្ចឹងអ្នកគ្នាចង់ចាក់ story ផលអ្នកគ្នាលើផលអ្នកគ្នាមួយណាអញ្ចឹងមកអ្នកចង់យកបេះដូងមកសាយយងមកហើយអាហ្នឹងជាងចាក់លើ story ផលអ្នកផ្សេងក៏បានដែរមានតែចាក់លើផលយើងណាយើងទៅចាក់ផលគេក៏បានដែរអញ្ចឹងខ្ញុំនឹងប្រាប់អ្នកមួយឥឡូវយើងចាក់ story លើផលយើងឧទាហរណ៍ថាគ្នាផលក្នុង story nàoគ្នាចង់បានបេះដូងច្រើនអញ្ចឹងណាគ្នាចុចលើបេះដូងហ្នឹងមកចាក់ story បេះដូងហ្នឹងមកអញ្ចឹងគ្នាចុចលើសញ្ញាបេះដូងហ្នឹងហើយគ្នាមកមើល home នេះមើល link អញ្ចឹងដើម្បីបានreact បេះដូងនឹងលើ story អ្នកនរគ្នាត្រូវយកlink story អ្នកគ្នាផុសហ្នឹង copy link ហ្នឹងមកផាសឡើងកន្លោមហ្នឹងអ្នកគ្នាអញ្ចឹងហើយបានវាត្រឹមត្រូវដើម្បីវាត្រូវការ link ហ្នឹងដើម្បីយើងចាប់ឡើងវាអ្នកគ្នាអញ្ចឹងពេលអ្នកគ្នាដាក់ link ហ្នឹងហើយអ្នកគ្នាមើលកន្លែង utility នេះអញ្ចឹងក្នុងកម្មវិធីហ្នឹងគេឲ្យទិញពី 100000 ទៅឡំ100000សំទោសអ្នកគ្នា10 react ទៅ 50000 រីដល់100,000 50000 react អញ្ចឹងអ្នកគ្នាឥឡូវខ្ញុំសាបឧទាហរណ៍ទៅយក story post story ហើយយក link ហ្នឹងមកផាសនៅ com link ហ្នឹងឲ្យអ្នកគ្នាមើលដើម្បីកាន់តែងាយស្រួលឥឡូវយើងទៅមើលត្រឡប់ទៅ Facebook យើងសិនណាអ្នកគ្នាឥឡូវយើងចូល Facebook ហ្នឹងទីថាអ្នកគ្នា post story មួយហ្នឹងទីថានេះរូបអ្នកអរគ្នាណាចឹងអ្នកគ្នាចង់ post story ហ្នឹងចង់បានអ្នកថាចង់បានបេះដូង react ហ្នឹងឲ្យបានច្រើនចឹងណាឥឡូវវីដេអូចប់សិននេះអញ្ចឹងពេលអ្នកគ្នានេះឃើញឥឡូវយើងផុសហើយអញ្ចឹងដើម្បីបាន link ហ្នឹងបាន story ច្រើនអ្នកគ្នាចង់ចាក់បានហើយអ្នកគ្នាត្រូវcopy link មក copy link យើងចុចសញ្ញាលេខ3ហ្នឹងនេះចុចលេខ3ហ្នឹងដើម្បីទៅយក link អញ្ចឹងពេលអ្នកគ្នាចុចលេខ3ហ្នឹងហើយអ្នកគ្នាមកមើលលេខនេះ copy link to share the story អញ្ចឹងយើង copy link ហ្នឹងមកអញ្ចឹងពេល copy link ហ្នឹងហើយអ្នកគ្នាចូលកម្មវិធីយើងវិញនេះគ្នាពេលយើងចូលកម្មវិធីនេះហើយយើងយកអា link ក្នុង story យើងវិញហ្នឹងមកផាសឡើងហ្នឹងមកផាសក្រុម link ហ្នឹងមកពេលហៅផាសរួចហើយអ្នកគ្នាត្រូវទិញឲ្យទិញពី10 react ទៅ50000 react អញ្ចឹងអ្នកគ្នាចង់ទិញបានអញ្ចឹងអ្នកគ្នាចង់ដាក់ react ហ្នឹងបេះដូងហ្នឹងលើផុសអ្នកគ្នាហ្នឹងលើ story ហ្នឹងប្រហែលឧទាហរណ៍អ្នកចង់ទិញ 1k អញ្ចឹងអ្នកសេលេខ 10000 មកកុំសេលេខ1លេខអក្សរ k វាត្រឹមត្រូវអ្នករាយ10 100,000 1000វាស្មើ 1k ឧទាហរណ៍អ្នកចង់ទិញរូប react បេះដូងហ្នឹង 10000 សំទោសអ្នក1000អញ្ចឹងពេលអ្នកចុច 1000 ហ្នឹងហើយនៅ 10000 នេះគឺនេះគឺជាតម្លៃវាអ្នកគឺកម្មវិធីហ្នឹងវាអស់លុយ
ទីហោថានេះគ្នាទិញ1000 react ហ្នឹងចឹងតម្លៃវាគឺ24សេន24សេនហ្នឹងគ្នាចឹងពេលគ្នាមើលវាត្រឹមត្រូវហើយអ្នកគ្នាគិតថាមកពីលើមកថាយើងទិញសម្រាប់ការវាត្រឹមត្រូវហើយយើងទិញចំនួនដាក់លីងដាក់អីត្រឹមត្រូវហើយអ្នកគ្នាចុចនេះពាក្យ submit នេះចឹងពេលនេះចុចពាក្យ submit នឹងហើយគឺវាបានទិញរួចរាល់ហើយវានឹងលោតបងមកលើផ្ទះនឹងមួយបញ្ជាក់ពីការយើងទិញពីគឺយើងទិញអស់ម៉ានទិញចំនួនម៉ានទិញអស់លុយម៉ានវានឹងលោតបងឲ្យចឹងអ្នកគ្នាពេលយើងទិញហើយអ្នកគ្នាត្រូវទៅមើលវាថាពេលហ្នឹងវាដើរបានម៉ានហើយគឺក៏វាអត់ដើរអ្នកគ្នាអាចអូសឡើងលើមកហើយយកសញ្ញាត្រេ3នេះយកត្រេ3ហ្នឹងមកហើយចុចពាក្យថា my order ចឹងអ្នកគ្នាអាចចុចលើនឹងហើយទៅមើល my order វាថាយើងការកំងទិញរបស់យើងវាដើរដល់ដំណាក់កាលណាយើងយកចូលហើយទេយើងចូលហើយទីមកស្វែងដៃចឹងពេលអ្នកគេចាប់ដើមទិញមុនវងឡៃហ្នឹងវានឹងលូតពាក្យថាfeeding វានួននឹងពាក្យ feeding កន្លែងហ្នឹងចឹងណាហើយទៅពេលវាបានដើរមួយខេហ្នឹងវាបានដើរដល់ចំនួនខ្លះឬក៏បាន7 8 react 10 react ចឹងវានឹងចេញ procession វានឹងដើរចំនួនខ្លះចឹងពេលវាដើរចប់វានឹងចេញពាក្យថា complete ដោយអាខំវា complete ហើយកន្លែងនេះញ៉ា0ចឹងកន្លែងយើងតាមដានថាវាដើរបាននេះគ្នាចឹងពេលនេះឥឡូវយើងត្រឡប់ទៅកន្លែង story ជាងវិញចឹងពេលយើងចាក់រួចរាល់ហើយវានឹងរំលងពីបើសេវាវាដើរលឿនវានឹងដើរលឿនចឹងហើយទិញថ្លៃវាដើរលឿនទិញយឺតវាដើរលឿនចឹងវាចាប់ដើមលូត story យើងនឹងបើកមើលឃើញចឹងមានន័យថាវានឹងដើរមួយខេបេះដូងណាគេយល់ទេបេះដូងយើងចាក់បេះដូងយើងដើរបេះដូងមកខេនៅកន្លែងចេញសញ្ញាមួយខេដូច story យើងទូទៅចេញសញ្ញាមួយខេហើយនឹងបេះដូងគ្រប់មួយខេអញ្ចឹងខ្ញុំត្រឡប់ទៅកម្មវិធីយើងវិញអ្នកគេបែរស្ដាប់ខ្ញុំវិញបើសិនជានិយាយអញ្ចឹងអ្នកគេអាចខ្វះចុចតាមខ្ញុំមួយក៏អាចចាក់វាបានដែរបើថាស្ដាប់ខ្ញុំ story យើងអញ្ចឹងយើងត្រឡប់ចូលកម្មវិធីយើងនេះវិញមកអញ្ចឹងគឺចឹងការបង្រៀនការចាក់ដំឡើង reaction story ផុសយើងគឺចប់ហើយអ្នកគ្នាគឺចាក់របៀបនេះអញ្ចឹងកម្មវិធីហ្នឹងវាមានច្រើនបន្តទៀតណាគ្នាអញ្ចឹងខ្ញុំនឹងបរៀនអ្នកគ្នាម្ដងមួយតែសំទោសអ្នកគ្នាហមបើនេះគឺកម្មវិធីហ្នឹងអត់ free ទេខ្ញុំអត់បានប្រាប់ពីការបង្កើតកម្មវិធីហ្នឹងឬក៏កម្មវិធីឈ្មោះអីទេតែកម្មវិធីហ្នឹងមានក្នុង YouTube បើសិនជាចាជាកាន់តែច្រើនបែរអាចដឹងកម្មវិធីនេះធ្វើហើយកម្មវិធីហ្នឹងខ្ញុំរៀនពីគេអស់លុយដែរអញ្ចឹងគឺបើសិនបងប្អូនចង់ចេះប្រើកម្មវិធីហ្នឹងអីហ្នឹងខ្ញុំទទួលមករៀននេះខ្ញុំសូមបញ្ជាក់យ៉ាងនេះគឺទទួលមករៀនក្នុងតម្លៃត្រឹមតែ$20ទេអញ្ចឹងបងប្អូនចង់រៀនចង់ចេះប្រើកម្មវិធីហ្នឹងអ្នកគ្នាអាចឆាតមកតាម Telegram ខ្ញុំមកយើងអាចរៀនហើយវារៀនអត់យូរទេថ្ងៃទៅ1ម៉ោង2ម៉ោងឯងពេលអ្នកគ្នារៀនចេះហើយអាចចឹងចាក់លើមកមើលlạiសេវាចាក់ឲ្យភ្ញៀវពេលអ្នកគ្នារៀនចេះហើយអ្នកគ្នាអាចចាក់ឲ្យគេបានឃើញចាក់ពេលដង TikTok វីញូ TikTok follow page ឲ្យគេទៅរួចតែថ្លៃបរៀននឹងបាននេះអញ្ចឹងរបស់នឹងគឺយើងរៀនឲ្យចេះមកជីវ៉ារៀនតកូនតចៅទៀតអញ្ចឹងមកសិនបងប្អូនចង់ចេះប្រើកម្មវិធីឆានមករៀនតាម play ទេណាចឹងកម្មវិធីចាក់អំឡង reaction លើវីដេអូលើ story ហ្នឹងគឺចាំហ្នឹងគឺចាក់របៀបហ្នឹងចឹងបើបងប្អូនចូលចិត្តការរៀនរបស់ខ្ញុំកុំភ្លេចចុច like page និងចុច subscribe channel YouTube ខ្ញុំនឹងអួយផងដើម្បីបានវីដេអូចេញថ្មីបន្តទៅចឹងកម្មវិធីវីដេអូនេះប៉ុណ្្នឹងទេខ្ញុំជួបគ្នានៅវីដេអូក្រោយបាយ